អ្នកជំនាញរកឃើញពងកូនក្រពើភ្នំសរុបចំនួន43ពងនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញសំបុកពងកូនក្រពើភ្នំចំនួន3សំបុកមានពងសរុបចំនួន43គ្រាប់ត្រូវបានអ្នកជំនាញពាក់ព័ន្ធសហការគ្នារកឃើញនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញនេះបើតាមការឲ្យដឹងពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2025នេះក្រសួងកសិកម្មបានបញ្ជាក់ថានេះគឺជាដំណឹងដ៏រីករាយដែលពងកូនក្រពើភ្នំចំនួន43គ្រាប់ត្រូវបានរកឃើញដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មក្រសួងបរិស្ថានសហការជាមួយនឹងអង្គការសត្វព្រៃនិងរុក្ខជាតិនិងសហគមន៍មូលដ្ឋានកាលពីពាក់កណ្ដាលខែមិថុនានៅក្នុងតំបន់ឆាយរៀបនិងអូសោមនៃឧទ្យានជាតិជួរភ្នំក្រវាញបើតាមក្រសួងកសិកម្មក្នុងចំណោមពងក្រពើភ្នំចំនួន43គ្រាប់នេះពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន34គ្រាប់ហើយត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញនិងសហគមន៍មូលដ្ឋានខណៈឯពងកូនក្រពើភ្នំទាំងនេះត្រូវបានគេរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះសូមជម្រាបផងដែរថាក្រពើភ្នំគឺជាប្រភេទសត្វដែលជិតផុតពូជបំផុតនៅក្នុងធម្មជាតិកាលពីឆ្នាំ2024កន្លងទៅប្រទេសកម្ពុជាយើងក៏បានរកឃើញពងកូនក្រពើភ្នំចំនួន65គ្រាប់រួចមកហើយដែលបានញាស់ចេញជាកូនចំនួន60ក្បាលចូលទៅរស់នៅក្នុងធម្មជាតិប្រកបដោយជោគជ័យក្រសួងកសិកម្មក៏បានចាត់ទុកការរកឃើញពងកូនក្រពើភ្នំនេះជាបន្តបន្ទាប់ក្នុងរយៈពេល2ឆ្នាំចុងក្រោយពិតជាបានបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំនៅក្នុងប្រទេសកម្ពុជានិងបានបញ្ជាក់ថាតំបន់ជួរភ្នំក្រវាញនេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិហើយផ្ដល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ